នោះពេជ្រអាទិទេពត្រៀមការប្រកួតសារជាថ្មីម្ដងទៀតហើយនាបតាមការបញ្ជាក់នៅលើគេហទំព័រផ្លូវការលោកគ្រូពេជ្រសុផាន់តែម្ដងគឺពេជ្រអាទិទេពនឹងត្រូវប្រកួតដណ្ដើមខ្សែក្រវ៉ាត់សេះក្រហមចំអញ្ចឹងមកសម្ដាប់ទាំងអស់គ្នាប្រិមត្តដែលនិយមតាមដាននៅក្នុងបណ្ដាញសង្គមជាទីគោរពនិងជាទីស្រឡាញ់ពេជ្រអាទិទេពទើបតែឈ្នះខ្សែក្រវ៉ាត់បាទតែប្រកួតជាមួយកីឡាកររឿងឌីណាប្រិមិត្តអញ្ចឹងពេលនេះគឺគាត់បានខ្សែក្រវ៉ាត់ថ្មីថ្មោងបាទទើបតែសុំលោកគ្រូបាទទៅលេងនៅស្រុកដើម្បីយកខ្សែក្រវ៉ាត់ឲ្យអ្នកផ្ទះមើលអញ្ចឹងលោកគ្រូពេជ្រសុផាន់បានបង្ហោះនៅលើគេហទំព័រផ្លូវការរបស់គាត់ចំតែម្ដងដែលខាងសង្វៀនប្រទេសម៉ាឡេស៊ីបានចែកជើកីឡាករពេជ្រអាទិទេពដើម្បីទៅប្រកួតនៅសង្វៀនប្រទេសម៉ាឡេស៊ីតែម្ដងអញ្ចឹងប្រិមត្តដែលនិយមតាមដាននៅក្នុងបណ្ដាញសង្គមមានពាក្យបច្ចុប្បន្នជូនពរក៏ដូចជាផ្ដាំផ្ញើអ្វីខ្លះឲ្យកីឡាករពេជ្រអាទិទេពយើងក៏គាត់វឹកហាត់ឲ្យពេញណែនដើម្បីទៅប្រកួតនៅសង្វៀនក្រៅស្រុកធម្មតាគឺសង្វៀនក្រៅស្រុកវាមិនដូចសង្វៀនយើងប្រិមិត្តប្រកួតតាមបណ្ដាច់នឹងវាគេមិនសឡប់នឹងគឺប្រវត្តិនឹងឈ្នះតែមែនតើហើយជាពិសេសគឺសង្វៀនប្រទេសម៉ាឡេស៊ីប្រិមិត្តអញ្ចឹងបាទប្រកួតឲ្យដាច់ប្រិមិត្តបាទនៅឃើញគឺការវឹកកីឡាករសាន់ចាន់ទៅគុនគាត់ទៅប្រកួតប្រិមិត្តហ្នឹងបាទគាត់ដេញវាគេពេញដេញពេញសង្វៀនណាបាទចឹងក្រោយគាត់ចាញ់នៅចាញ់គេទៀតអញ្ចឹងយើងទៅក្រៅស្រុកហាត់ឲ្យពេញណែនប្រិមិត្តឲ្យគាត់ហាត់ឲ្យណែនបាទនឹងមានភារកិច្ចឈ្នះមួយទំហឹងតែម្ដងតែយើងវាមិនដាច់គឺលំបាកហើយអញ្ចឹងពេលទីទេពគឺក៏ក្រៅមែនទេបាទហើយខ្សែក្រវ៉ាត់នេះគឺជាខ្សែក្រវ៉ាត់មួយដែលគាត់ស្រឡាញ់ខ្លាំងមែនទេគឺ3ជាប់ក្នុងដៃតែម្ដងប្រិមិត្តអញ្ចឹងហើយការប្រកួតសារជាថ្មីនេះគឺគ្រូផាន់ក៏បានបញ្ជាក់ចំគឺបាទខាងសង្វៀននៅប្រទេសម៉ាឡេស៊ីបានចាយចៅអញ្ចឹងយើងចាំមើលព័ត៌មានថ្មីអាប់ដេតថាតើកីឡាករពេជ្រអាទិទេពនឹងទៅប្រកួតថ្ងៃណាថ្ងៃណីហើយប្រិមិត្តបើសិនជាគាត់ទៅប្រកួតប្រិមិត្តមានសង្ឃឹមប៉ុន្មានភាគរយដែរដោយសារតែការប្រកួតនៅទឹកដីគេគឺតើយើងត្រៀមកាយត្រៀមចិត្តបាទធម្មតាយើងទៅពីស្រុកយើងទៅយើងជិះយើងហោះទៅក៏ពិបាកឯថាបាទអន់ថយកម្លាំងតាមណាតាមហ្នឹងប្រិមិត្តអញ្ចឹងមានតែគាត់ប្រឹងប្រែងវឹកហាត់ឲ្យពេញណែនដោយសារតែទីផ្សារគាត់កំពុងតែទូលំទូលាយហើយបានខ្សែក្រវ៉ាត់ថ្មីថ្មោងស្រាប់តែសង្វៀនក្រៅស្រុកមកចាយជើលោកគ្រូផាន់តែម្ដងអញ្ចឹងគឺសម្រាប់ខ្ញុំបាទគឺមិនមានពាក្យពេចន៍អ្វីច្រើនទេគ្រាន់ថាបាទជួនពើឲ្យបាទអាទិទេពគាត់ខំដល់ខាត់សមត្ថភាពឲ្យបានច្រើនបន្ថែមស៊ូបាទគឺបន្ថែមតិចឲ្យបានច្រើនជាងនេះទៅទៀតដោយសារតែការប្រកួតក្រៅស្រុកគឺកីឡាករគេរៀបដាក់ជាមួយនឹងយើងគឺមិនមែនលំទេប្រិមិត្តគឺខ្លាំងដូចគ្នាហើយអញ្ចឹងគាត់ឈ្នះបន្ទុកទៅលើកីឡាកររឿងនេះណានេះបាទគឺជារឿងមួយដែលជោគជ័យបំផុតសម្រាប់គាត់ហើយគាត់ធ្វើបានល្អមែនប្រិមិត្តបាទល្អមែនអញ្ចឹងមានពាក្យពេចន៍អ្វីប្រិមិត្តអាច comment នៅខាងក្រោមវីដេអូតាមការគូបាទអាច comment បាទជាពាក្យអ្វីដែលគួរផ្ដាំទៅគាត់ទៀតបាទឲ្យគាត់ហាត់អ្វីបន្ថែមទៀតពង្រឹងទៅលើអ្វីទៀតក្នុងការប្រកួតប៉ះជាមួយកីឡាកររឿងណាថ្ងៃមុននេះប្រិមិត្តបាទខ្វះខាតត្រង់ណាប្រិមិត្តអាច comment តាមការគូបាទ comment បាទក្នុងការឆ្លាញ់គុណខ្មែរទាំងអស់គ្នាបាទឃើញខុសប៉ុណ្ណាថាប៉ុណ្ណឹងបាទឃើញខ្វះខាតត្រង់ណាបាទជួយប្រាប់ឲ្យតាមហ្នឹងដើម្បីកែតម្រូវក៏ដូចជាបាទដល់ខាត់សមត្ថភាពកីឡាករគុណខ្មែរយើងឲ្យកាន់តែរីកចម្រើនកាន់តែបាទលូតលាស់ទៅមុខបាទជាបន្តទៀតដោយសារគុណខ្មែរយើងមួយរយៈនេះគឺកំពុងតែលូតលាស់ដោយការកីឡាករគុណខ្មែរយើងមួយចំនួនធំនៅក្នុងស្រុកខ្មែរយើងតម្លៃខ្លួនក៏ចាប់ដើមឡើងក្រើដែរប្រិមិត្តបាទតម្លៃខ្លួនណាបាទសឹងថាមកប្រកួតហ្នឹងបាទអ្នករស់ស៊ីមួយឆ្នាំរកអត់បានប្រហែលគាត់ទេប្រិមិត្តមិនមែនលំទេអញ្ចឹងប្រិមិត្តមានពាក្យពេចន៍អ្វីអាចបាទតាមផ្ញើបានបាទ